ការចាកចេញមិនមែនសុទ្ធតែអាក្រក់នោះទេពេលខ្លះការចាកចេញដើម្បីរស់នៅដោយខ្លួនឯងវាប្រសើរជាងឬក៏រីករាយនឹងមានសុខភាពល្អជាងការរស់នៅក្នុងវដ្តនៃភាពងងឹតដែលគ្មានឱកាសឈ្នះនឹងការលូតលាស់អ្វីតតែសោះពេលខ្លះមានអារម្មណ៍ថាចង់ចាកចេញពីកន្លែងទៅស្មុគស្មាញមួយនេះហើយទៅកន្លែងមួយដែលគ្មាននរណាស្គាល់ដើម្បីចាប់ផ្ដើមជីវិតដ៏សាមញ្ញមួយជីវិតគ្មានន័យប្រសិនបើយើងឈឺហើយយើងមិនអាចនឹងធ្វើអ្វីបានប្រសិនបើយើងមិនស្រួលខ្លួនដូច្នេះសូមថែរក្សាសុខភាពយើងឲ្យបានល្អអនុវត្តតាមវិជ្ជាបញ្ជារបស់វេជ្ជបណ្ឌិតនិងត្រូវធ្វើការពិនិត្យសុខភាពជាប្រចាំសូមរស់នៅតាមបែបបទប្រកបដោយសុខភាពល្អពេលខ្លះមានមិនប្រកាសថាមានក្រមិនប្រកាសថាក្រជីវិតយើងស្ថិតនៅលើខ្សែដ៏តូចស្ដើងនិងផុយស្រួយមួយដែលអាចនឹងដាច់ឬអាចនឹងធ្លាក់គ្រប់ពេលវេលាការវិនិច្ឆ័យគឺស្ថិតនៅលើចំណុចចុងក្រោយបំផុតនៃឆាកជីវិតរបស់មនុស្សម្នាក់ៗចាកចេញជារឿងល្អកុំបន្តនៅកន្លែងដែលគ្មានក្តីសុខកុំចង់ក្បែរមនុស្សដែលមិនឲ្យតម្លៃយើង